ក្រោយកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិភាគីខាងសៀមគេឡើងទៅថ្លែងនៅរបាយការណ៍ផ្ទាល់ខ្លួនរបស់គេយើងមើលឃើញថាខាងសៀមនេះមិនចោលអេរយាប័តមួយដែលហៅថាសម្ដែងនៅភាពមិនស្មោះត្រង់ចំពោះអន្តរជាតិទេរហូតមកដល់ត្រឡប់មកកាន់ប្រទេសខ្លួនឯងវិញក៏នៅតែនិយាយតែប្រេតផ្ដាស់ដែរយើងក៏លេចមើលទៅអ្នកអាជីវកររ៉ូស៊ីនៅក្នុងស្រុកសៀមនេះកាន់តែមានសន្ទុះប្រតិកម្មនឹងខ្លាំងឡើងសំបីតែមន្ត្រីរដ្ឋកាលមួយចំនួនដែលគេមើលឃើញថាវាខុសឆ្គងចំពោះការដឹកនាំឬក៏បញ្ហាព្រំដែនជាមួយកម្ពុជានេះវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរនេះអ្នកជំនួញឬក៏មន្ត្រីរដ្ឋកាលមួយចំនួននោះក៏គេមិនសប្បាយចិត្តដែរនៅសុកហេតុអីបានជាទៅបករឿងបកហេតុជាមួយខ្មែរវាចំណេញបានអីត្រឡប់ទៅវិញវាអត់មានចំណេញបានអីណាមន្ត្រីមួយចំនួនឬក៏អ្នកដែលគេផ្ដល់យោបល់មួយចំនួនក៏គេនិយាយថាគឺចប់គ្រប់យ៉ាងតែម្ដងចឹងបានជាមន្ត្រីជំនាញសំខាន់នៅក្នុងប្រទេសថៃមួយចំនួនគេសម្ដែងការព្រួយបារម្ភមិនមែនជារឿងលេងសើចទេបងប្អូនតូចធំវាអត់សំខាន់ទេសំខាន់តើប្រទេសនោះមានវិបត្តិសេដ្ឋកិច្ចកម្រិតណាហើយអូបឡាយពេលនោះរយៈពេលប៉ុណ្ណាចឹងបានថានៅក្នុងស្រុកសៀមនេះមនុស្សមួយចំនួនធំគេអត់សប្បាយចិត្តទេរឿងដែលបកសង្គ្រាមបកហេតុជាមួយខ្មែរអ្នកដែលគេដឹងព័ត៌មានពិតប្រាកដហ្នឹងគេអត់សប្បាយចិត្តទេហើយចំពោះបញ្ញវន្តធំសំខាន់មួយចំនួនដែលគេបានរៀនសូត្រចេះដឹងជ្រៅជ្រះផែនទីភូមិសាស្ត្រពីរឿងច្បាប់អន្តរជាតិអីហ្នឹងក៏គេអត់សប្បាយចិត្តដែរអានេះរឿងពិតណាក៏ប៉ុន្តែដោយឡែកក្រមជ្រុលនិយមហួសដែលមានមហិច្ឆតាឈ្លានពានហ្នឹងក៏វាមានអំណាចចាប់ពីថ្នាក់កពូលមកដែរបងប្អូនក៏មើលឃើញដូចខ្ញុំចឹងដែរប្រជាជនសៀមដែលនៅជាប់ព្រំដែនឬក៏មានមុខចំនួនអាជីវករជីវកម្មរ៉ូស៊ីហ្នឹងគឺខាតបង់ធ្ងន់ធ្ងរណាស់ហើយការដាក់សម្ពាធរបស់ខ្មែរយើងដែលឈប់ប្រើទំនិញសៀមហ្នឹងធ្វើឲ្យវាខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរណាស់បងប្អូនហើយមិនជារឿងលេងសើចទេអានេះយើងមិនទាន់គិតដល់ភូមិមាផងហើយភូមិមាក៏គេមិនសប្បាយចិត្តដូចយើងចឹងដែរគេគិតថាទាំង3ទៀតហ្នឹងក៏អត់យូរដែរឡាវម៉ាឡេស៊ីភូមិមាហ្នឹងក៏អត់រួចខ្លួនដែរព្រោះប្រទេសហ្នឹងបើសិនណាជាបដ ாய் ឲ្យប្រទេសវាឆ្លៀនពៀនបានស្រែកតែចិត្តចឹងអ្នកឯង2 3ហ្នឹងក៏អត់រួចខ្លួនដែរហើយប្រទេសទាំងអស់ហ្នឹងក៏គេមានការប្រុងប្រៀបដែរអញ្ចឹងបានគេប្រយ័ត្នព្រោះយើងមើលទៅចរិតមហិច្ឆតាឈ្លានពានរបស់មេដឹកនាំសៀមហ្នឹងអាក្រក់ណាស់